អនុញ្ញាតជម្រាបសួរបងប្អូនទាំងអស់គ្នានេះគឺជាកូនននោងដែលខ្ញុំបានបណ្ដុះនៅក្នុងត្រែហើយកូនននោងរបស់ខ្ញុំនេះគឺល្មមនឹងដកបំបែកដាំហើយគឺថាវាមានសភាពល្អខ្លាំងមែនទែននៅពេលដែលយើងដាំនៅក្នុងត្រែគឺវាធ្វើឲ្យននោងរបស់យើងនឹងគឺល្អហើយឥឡូវនេះខ្ញុំបានរៀបចំជាមួយនឹងផើងថង់ដែលខ្ញុំត្រូវដាក់ដាំកូនននោងនៅពេលដែលយើងបំបែកវាមួយបែបនេះមកដើម្បីងាយស្រួលយកទៅដាំកន្លែងផ្សេងទៀតហើយនេះគឺជាដីដាំដែលជាដីកំប៉ុស្តរបស់ខ្ញុំផលិតដោយខ្លួនឯងផ្ទាល់វាមានសភាពបែបនេះនៅពេលដែលយើងរែងអស់កំតិចកំទីទៅគឺយើងអាចយកទៅដាំកូនដំណាំផ្សេងគឺធ្វើឲ្យកូនដំណាំយើងនឹងមានសុខភាពល្អនិងឫសរឹងមាំវាងាយស្រួលនៅក្នុងការចាក់ឫសនិងលូតលាស់ហើយធ្វើឲ្យសំណើមដែលនៅក្នុងដីដាំនេះគឺវាជក់បានយូរហើយខ្ញុំបានចាក់បំពេញជាមួយនឹងដីដាំរួចមកគឺយើងត្រូវតែដកកូនននោងយើងចេញដោយប្រើស្ព្រាបែបនេះមកដើម្បីអីវាងាយស្រួលនៅក្នុងការដកវាចេញជាមួយនឹងត្រែហើយកូនននោងរបស់យើងនេះគឺឫសនៅជាប់គ្នាបានល្អមិនធ្វើឲ្យកូនននោងខូចទេហើយយើងគ្រាន់តែយកដីដាំដែលជាដីកំប៉ុស្តដែលយើងលាយស្រាប់នេះយកមកចាក់បំពេញបន្ថែមមកគឺបានហើយនៅពេលនេះគឺខ្ញុំបានដកកូនននោងហើយយកមកដាំជាមួយនឹងថង់ដាំបានចំនួន10ថង់ហើយខ្ញុំបាញ់ជាមួយនឹងទឹកដែលខ្ញុំលាយគឺជាទឹកការពារកុំឲ្យដង្កូវឬក៏សត្វល្អិតអីផ្សេងមកទុំកូនននោងដែលធ្វើឲ្យសត្វល្អិតផ្សេងហ្នឹងគឺមកកាត់ត្រួយអញ្ចឹងខ្ញុំបាញ់វាហើយបាញ់បែបនេះមកការពារមួយថ្ងៃ2ថ្ងៃទៅគឺវាអត់មានសត្វល្អិតទេ